ការពីព្រេងនេះមានសិទ្ធិម្នាក់ដែលមានកូនក្រមុំមួយសិទ្ធិនោះក៏បានប្រកាសថាតើមានបុរសណាអាចដេកត្រាំក្នុងទឹកបានមួយយប់តភ្លឺដែរឬទេបើអាចត្រាំបាននោះយើងនឹងលើកកូនក្រមុំឲ្យបុរសនោះភ្លាមតើអ្នកណាហ៊ានចេញមុខមកបាទលោកសេដ្ឋីគឺខ្ញុំហ៊ានខ្ញុំអាចដេកត្រាំក្នុងទឹកមួយយប់តភ្លឺបានតើឯងមែនទេដែលមិនខ្លាចស្លាប់នឹងទៅដេកត្រាំទឹកមួយយប់តភ្លឺនោះបាទលោកសេដ្ឋីគឺខ្ញុំនឹងហើយបានតែបើឯងស្លាប់យើងមិនទទួលខុសត្រូវទេណាយើងសន្យាគ្នាឲ្យហើយបាទលោកសេដ្ឋីឲ្យតែលោកសេដ្ឋីលើកកូនក្រមុំមកឲ្យខ្ញុំនឹងទៅដេកត្រាំទឹកមួយយប់តភ្លឺអញដែលនិយាយកុហកពេញការលោកសេដ្ឋីក៏បង្គាប់ឲ្យបុរសនោះទៅដេកត្រាំក្នុងទឹកត្រពាំងរបស់គាត់សូមជួនរឿងពស់លេបមន្ត្រីធំលុះឃើញបុរសនោះអាចត្រាំទឹកបានត្រាំពីប្រលប់រហូតដល់ទាភ្លឺដូច្នេះសេដ្ឋីនោះក៏នឹកស្ដាយក្នុងចិត្តថាកូនក្រមុំរបស់អញប្រកាសជាបានទៅវាជាមិនខានមិនកើតនោះទេអញត្រូវតែធ្វើអ្វីមួយហើយបើមិនដូច្នេះវានឹងបានកូនក្រមុំអញដោយទទេជាមិនខានគិតរួចហើយលោកសេដ្ឋីក៏នឹកឃើញមធ្យោបាយមួយគាត់ក៏បានបង្គាប់ឲ្យកូនចៅទៅចិញ្ចួនចម្បាំងយកទៅដុតនៅមាត់ត្រពាំងលុះភ្លឺឡើងបុរសនោះបានងើបពីត្រពាំងហើយក៏ទៅទាមទារយកកូនលោកសេដ្ឋីតាមដែលសន្យាលោកសេដ្ឋីក៏បានប្រកែកឡើងថាសូមជួនរឿងពស់លេបមន្ត្រីធំឯងមកទារកូនក្រមុំពីអញម្ដេចនឹងបានពេលឯងដេកត្រាំក្នុងទឹកនោះបើកុំបានអញយកភ្លើងទៅដុតនៅមាត់ត្រពាំងនោះឲ្យក្តៅសម្លេះឯងរងាងាប់បាត់ទៅហើយឯងត្រូវតែអរគុណអញបានត្រូវហេតុអីបានជាឯងមកយកកូនក្រមុំយើងទៅវិញយើងមិនលើកឲ្យឯងនោះទេឯងឆាប់ដើរចេញពីផ្ទះយើងឥឡូវនេះទៅណាកុំឲ្យយើងប្រើធាស់ក្តៅទាន់លើដូច្នេះបុរសនោះកាត់ទុកមិនសោកចិត្តហើយក៏បានយកចេកមួយស្និតដើររកអ្នកមានប្រាជ្ញាដើម្បីឲ្យជួយដោះស្រាយរឿងនេះលុះដើរទៅគេក៏បានជួបនឹងសុភាទន្សាយមួយសុភាទន្សាយក៏បានស្រែកសួរបុរសនោះថាដើរទាំងយំសស្រាក់ទៅណានឹងហើយមានចេកមួយស្និតទៀតផងតើមានរឿងអ្វីទៅបានជាបងដើរបណ្ដាយំបណ្ដាបែបនេះបងមានរឿងអីអាចប្រាប់ខ្ញុំបានដែរឬទេខ្ញុំនឹកទៅដូចជាចាញ់ប្រាជ្ញាលោកសិទ្ធិខ្លាំងណាស់ព្រោះបានសន្យាគ្នាពីមុនថាបើខ្ញុំអាចដេកត្រាំទឹកត្រពាំងបានមួយយប់តភ្លឺនោះគាត់នឹងលើកកូនក្រមុំឲ្យខ្ញុំលុះដល់ភ្លឺស្រាងនៅទិសខាងកើតលោកសេដ្ឋីបានបង្គាប់ឲ្យកូនចៅរបស់គាត់យកចំបើងទៅដុតនៅមាត់ត្រពាំងនៅពេលថ្ងៃរះឡើងខ្ញុំក្រោកពីទឹកមកហើយទៅទាយកកូនក្រមុំតាមសន្យានោះស្រាប់តែលោកសេដ្ឋីប្រកែកថាកុំបានតែគាត់ដុតភ្លើងឲ្យបាត់រងានោះទេកុំអីខ្ញុំស្លាប់ក្នុងទឹកនោះបាត់ទៅហើយឥឡូវនេះខ្ញុំកំពុងដើររកអ្នកជួយកាត់ក្តីឲ្យសូមបងសុភាទន្សាយជួយខ្ញុំផងណាខ្ញុំនឹងជូនចេកមួយស្និតដល់បងពិសាលោកសេដ្ឋីនោះពិតជាអាក្រក់ខ្លាំងណាស់និយាយរួចហើយមិនយកជាការមិនអីទេណាបងចាំខ្ញុំជួយបងចោះបាទបងសុភាទន្សាយខ្ញុំពិតជាអរគុណបងខ្លាំងណាស់សុភាទន្សាយធានាខ្លួនជួយដោះស្រាយរឿងនេះហើយសុភាទន្សាយក៏បង្គាប់ឲ្យបុរសនោះរៀបចំបាយសម្លដាក់នៅលើតុតែនៅពេលស្លគឺមិនឲ្យបងអំបិលនោះទេគ្រាន់តែយកអំបិលដាក់នៅក្រៅចានទៅបានហើយបុរសនោះក៏នាំសុភាទន្សាយទៅជួបនឹងសេដ្ឋីហើយបុរសនោះក៏បានរៀបចំបាយសម្លតាមបង្គាប់របស់សុភាទន្សាយនឹងជួនលោកសេដ្ឋីពិសាពេលដែលសេដ្ឋីហូបបាយហើយហត់ទឹកសម្លមួយម៉ាត់នោះគាត់ក៏បានលាត់មាត់ថាយីសម្លនេះមិនបងអំបិលទេអីបានជាសាបម្លេះយើងស៊ីមិនកើតនោះទេសាបណាស់ចោះចំបើងមួយកងយកទៅដុតនៅមាត់ត្រពាំងនោះធ្វើមិននឹងក្តៅដល់ក្នុងទឹកទៅលោកសេដ្ឋីសេដ្ឋីតប្រាជ្ញាចាញ់ក្តីសុភាទន្សាយហើយក៏យកព្រមលើកូនក្រមុំឲ្យទៅបុរសនោះទៅហើយបុរសនោះក៏បានរៀបការជាមួយនឹងកូនក្រមុំលោកសេដ្ឋីនោះនឹងរស់នៅជាមួយគ្នាដល់ចាស់រហូតតទៅ